បាត់ចំពោះ content បងប្អូនអាច search មើលនៅក្នុង YouTube បាន content ទី1គឺប្រភេទ primitive បងប្អូនដែលមាន view ច្រើនអញ្ចឹងណាបើសិនជាបងប្អូនអាចធ្វើរបៀប primitive បានបងប្អូនអាចធ្វើជា primitive ល្អដែរដោយសារតែ view បងប្អូនអាចមើលបានទេគឺថា view ច្រើនណាប្រភេទ primitive គេចូលចិត្តមើលច្រើនអញ្ចឹងណាហ្នឹងហើយបើសិនជាបងប្អូនអាចធ្វើបានដឹងថាបងប្អូនអាច search មើលនៅក្នុង YouTube បានគឺថា view កប់តែម្ដងបាទត្រឹមតែមួយខែមួយឆ្នាំអីវាចូលខ្ទង់រាប់អញ្ចឹងយើងអាចធ្វើប្រភេទ primitive ក៏បានបងប្អូនបាទអញ្ចឹង content ទី2គឺប្រភេទ DIY អញ្ចឹងប្រភេទ DIY នេះក៏ពេញនិយមដែរបងប្អូនយើងអាចធ្វើបាននៅផ្ទះអញ្ចឹងបងប្អូនស្រឡាញ់ប្រភេទ DIY អញ្ចឹងយើងធ្វើជាប្រភេទ DIY អញ្ចឹងយើងអត់មានអីបាក់ទេបងប្អូនបើសិនជាបងប្អូនស្រឡាញ់ខាងហ្នឹងបងប្អូនអាចធ្វើឲ្យស្តៀងគេក៏បានដែរអញ្ចឹងយើងចូលទៅក្នុង YouTube យើងវាយពាក្យ DIY អញ្ចឹងទៅអញ្ចឹងយើងមើលគេធ្វើរួចយើងអាចធ្វើតាមគេអញ្ចឹងណាអញ្ចឹងយើងធ្វើឲ្យស្តៀងគេបានអញ្ចឹងណាបាទអញ្ចឹង content ទី3គឺប្រភេទ animal បងប្អូនប្រភេទ animal ក៏សម្បូរអ្នកមើលច្រើនដែរដោយសារតែជាប្រភេទសត្វអញ្ចឹងសម្បូរអ្នកមើលច្រើនអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ប្រភេទ animal បងប្អូនអាចធ្វើជាប្រភេទ animal បានអញ្ចឹងប្រភេទ animal នេះបើសិនជាបងប្អូនមានសត្វចិញ្ចឹមអីនៅផ្ទះបងប្អូនអាចថតបានអញ្ចឹងបងប្អូនអាចថតនៅផ្ទះបានដូចគ្នាអញ្ចឹងបងប្អូនបាទអញ្ចឹងវា view គឺច្រើនដែរអញ្ចឹងបងប្អូនបើសិនជាបងប្អូនចាប់អារម្មណ៍ content 3នេះបងប្អូនអាចធ្វើបានដោយសារតែ view គឺថាច្រើនណាបងប្អូនហ្នឹងហើយខ្លះដល់រាប់សិបអញ្ចឹងយើងអាចធ្វើបានគឺល្អបងប្អូនបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាននេះគ្រាន់តែជាការចែករំលែកពី content ដែល viral ខ្លាំងនៅលើបណ្ដាញ YouTube អញ្ចឹងណាបងប្អូនបាទអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ